អ្នកគ្រូម្នាក់នេះបានស្នាក់នៅផ្ទះសិស្សមួយយប់នឹកស្មានមិនដល់ឪពុកសិស្សបានរត់មករកនាងធ្វើឲ្យអ្នកគ្រូសប្បាយចិត្តដោយសម្ងាត់នាងឃើញលោកពូបំរុងយកដៃប៉ះនាងអ្នកគ្រូបានគិតថាឱកាសបានមកដល់ហើយប៉ុន្តែលោកពូតេងបានយកភួយមកគ្រប់នាងហើយគាត់ក៏បានដើរចេញទៅភ្លាមនោះនាងពោពេញដោយការខកចិត្តប៉ុន្តែនាងនៅតែមិនបោះបង់ទេនាងក៏បានមានគំនិតនាងបានទៅរកលោកពូនាងបានយកដៃទៅស្ទាបថ្ងាសរបស់លោកពូតេងនាងសួរឡាវតេងថាតើគាត់មានអារម្មណ៍មិនស្រួលដែរឬទេភ្លាមនោះឡាវតេងបេះដូងលោតញាប់ទៅហើយរឹតតែភ័យឡាវតេងបែកញើសពេញខ្លួនញាប់ពេញខ្លួនអ្នកគ្រូបានគិតថាលោកពូនឹងទ្រាំមិនបានយប់នេះច្បាស់ជាលោកពូនៅជាមួយនាងហើយនឹកស្មានមិនដល់ឡាវតេងបានជំរុញគ្រូឲ្យចាក់ចេញឲ្យបានឆាប់បើមិនដូច្នេះទេនឹងមានមហន្តរាយប៉ុន្តែអ្នកគ្រូមិនអាចបោះបង់ឱកាសនេះបានទេបងប្រុសឈិនខ្ញុំឃើញលោកមានអារម្មណ៍មិនស្រួលត្រូវរកដំណោះស្រាយដែរលោកត្រូវការខ្ញុំសម្រាប់លោកធ្វើអ្វីក៏បានដែរខ្ញុំអាចជួយលោកបានណានាងបាននិយាយអ្វីហ្នឹងគឺខ្ញុំបាននិយាយលោកអាចធ្វើអ្វីដែលលោកចង់បានខ្ញុំអាចសហការបានមូលហេតុដែលគ្រូស្អាតធ្វើបែបនេះនៅពេលគាត់កំពុងបញ្ជូនសិស្សទៅផ្ទះបន្ទាប់ពីរៀនចប់ប៉ារបស់សិស្សបើករថយន្តទំនើបតម្លៃរាប់សិបលានមកទទួលកូនស្រីគ្រូស្រីគិតភ្លាមថាមិត្តរួមការងាររបស់នាងបានស្និទ្ធស្នាលនឹងឪពុករបស់សិស្សផ្សេងទៀតដែរមិនត្រឹមតែបើកឡានទំនើបនោះទេហើយបានរស់នៅក្នុងវិឡាធំមួយរោគសុខយុវវ័យរបស់ស្ត្រីតែម្ដងគត់កុំខ្ជះខ្ជាយវានៅពេលនេះឡាវតេងបានយកលុយពីមុនយន្តពីកាបូបរបស់គាត់ថាឲ្យលុយនឹងទៅអ្នកគ្រូទុកហូបបាយល្ងាចទៅនាងឃើញថាឡាវតេងប្រុសសង្ហាចំណាយលុយច្រើនណាស់ភ្លាមនោះគ្រូមានគំនិតដ៏អង់អាចក្នុងចិត្តនាងបានផ្ញើសារទៅលោកពូឲ្យសួរសុខទុក្ខរបស់កូនសិស្សរាល់ថ្ងៃសូម្បីតែក្នុងសុបិនក៏នាងយល់សប្តិឃើញឡាវតេងជូនផ្កានាងដែរនៅថ្ងៃបន្ទាប់នាងបានស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាតនាងមកផ្ទះឡាវតេងបង្រៀនកូនសិស្សអំពីទ្រឹស្ដីបទពីតាកូទ្រឹស្ដីបទពីតាកូលំបាកខ្លាំងណាស់និងត្រូវបង្រៀនសិស្សរហូតដល់យប់ជ្រៅឡាវតេងឃើញថានាងឧស្សាហ៍ណាស់ពិតជាគួរឲ្យសរសើរមែនដូច្នេះហើយគាត់ក៏អញ្ជើញនាងចូលផ្ទះឃើញថាផែនការចិត្តសម្រេចហើយនាងធ្វើពុតជាដួលក្នុងដៃរបស់ឡាវតេងដោយចិត្តណាបន្ទាប់មកឡាវតេងក៏ជួយចូលក្នុងបន្ទប់យ៉ាងលឿនភ្លាមនោះនាងបាននិយាយថានាងនៅក្រមុំច្រើនឆ្នាំហើយឈឺជើងរហូតបន្ទាប់ឡាវតេងសួរនាងមានថ្នាំលាបលើខ្លួនឬអត់ឡាវតេងបានយកប្រេងមកលាបជាប្រញាប់ពេលបានឃើញបែបនេះគាត់តក់ស្លុតនិងស្រឡាំងកាំងភ្លាមបងប្រុសកន្លែងដែលត្រូវដាក់នេះមិនអីទេនាងដាក់ត្រង់ណាក៏បានតាមចិត្តនាងចុះខ្ញុំនឹងលាបថ្នាំឲ្យជើងណាចាំខ្ញុំលាបឲ្យណាបងប្រុសឈិនមានរឿងអីគឺថាបុរសនិងស្ត្រីមិនអាចស្និទ្ធស្នាលទេអីចឹងនាងអាចធ្វើខ្លួនឯងបាននាងយកថ្នាំទៅនេះតែរបស់ខ្ញុំក៏វាឈឺដែរបងប្រុសមិនអាចកាន់បានទេបងអីចឹងចាំខ្ញុំលាបឲ្យនាងក៏បានដែរឃើញថាឡាវតេងស្លូតបូតណាស់ភ្លាមនោះនាងនឹកឃើញសម្ដីរបស់មិត្តនាងរោគសុខតើឯងចង់ធ្វើដូចខ្ញុំទេបងស្រីឈៀនឈិនគឺថាខ្ញុំហើយមិនអីទេជប់និយាយទៅមនុស្សស្រីគ្រប់រូបខ្ញុំយល់បុរសវ័យកណ្ដាលនេះមិនដូចក្មេងប្រុសទេបុរសវ័យកណ្ដាលភាគច្រើនគឺតាក់ទងនឹងការណែនាំកម្លាំងខ្សោយមិនដូចបុរសវ័យក្មេងទេជួចិត្តរបស់នឹងណាស់ដឹងទេដូច្នេះប្រសិនបើឯងពិតជាចង់ស្វែងរកសុភមង្គលផ្ទាល់ខ្លួនរបស់ឯងត្រូវប្រកាសថាយកគំនិតដូចដើមត្រូវចេះចាប់យកឱកាសគិតអំពីរឿងនេះគ្រូដឹងថាដើម្បីយកឡាវតេងត្រូវប្រើជំនាញពិសេសដូច្នេះនាងក្រោកឡើងសម្អាតបន្ទប់ឲ្យឡាវតេងសម្អាតទៅយ៉ាងលំបាកនៅចំហៀងឈុតនេះស្ទើរតែញាក់សាច់ឡាវតេងដែលកំពុងហូបបាយបងប្រុសតើនេះជាអ្វីវីតាមីននេះជាពិសេសញ៉ាំបន្ទាប់ពីអាហារអីចឹងញ៉ាំឲ្យលឿនទៅបងប្រុសញ៉ាំវីតាមីននេះតើវាល្អសម្រាប់រាងកាយទេនាំចូលពីបរទេសពិសេសសម្រាប់បំពេញបន្ថែមកម្លាំងរាងកាយនាងចង់បានមួយទេចាបងប្រុសនេះជាអ្វីដែលឡាវតេងបានសុំប្អូនប្រុសរបស់គាត់ពីប៉ុន្មានថ្ងៃមុនវីតាមីនពិសេសនាំមកជូនគាត់ពីបរទេសប៉ុន្តែឡាវលីវបានលួចបដូរថ្នាំពើកម្លាំងទៅឲ្យបងប្រុសហើយគាត់និយាយលេងសើចបើបងញ៉ាំមួយបងខ្លាំងដូចក្មេងអាយុ18អញ្ចឹងពេលនាងឃើញគឺបានស្គាល់ហើយប៉ុន្តែនាងធ្វើពុតធ្វើជាមិនស្គាល់ថ្នាំនឹងនាងបានឲ្យឡាវតេងហូបវាឲ្យច្រើនទៀតផងពាក់កណ្ដាលអាធ្រាត្រឡាវតេងកំសត់ស្ទើរស្លាប់តែម្នាក់ឯងកុំនិយាយបងប្រុសមិនបានជាបងភ័យខ្លាំងម្ល៉េះមិនបានជាដៃរបស់បងញ័រខ្លាំងម្ល៉េះជាវចឹងប្រសិនបើនាងមិនចាក់ចេញទេវាពិតជាយឺតពេលហើយបងប្រុសបើខ្ញុំនៅទីនេះអាចមើលថែបងបានប្រសិនបើខ្ញុំចាក់ចេញបើមានអ្វីកើតឡើងចំពោះបងខ្ញុំនឹងគិតថាវាជាកំហុសរបស់ខ្ញុំហើយខ្ញុំប្រាប់នាងពីការពិតចុះនាងចាំពេលរសៀលទេ10ឆ្នាំដែលនាងបានយកចាខ្ញុំចាំឆ្នាំនោះមានបញ្ហាអ្វីមែនទេប្អូនរបស់ខ្ញុំគាត់គំនិតអាក្រក់10ឆ្នាំនេះមិនមែនជាវីតាមីនទេមិនមែនជាវីតាមីនទេតើនោះជាអ្វីគឺអ្វីដែលពិតប្រាកដវាជាថ្នាំពើកម្លាំងគឺថ្នាំកម្រើកដូច្នេះនាងដឹងហើយអីចឹងពេលនេះនាងឆាប់ចេញទៅវិញទៅពើកម្លាំងតើខ្ញុំគួរលេបថ្នាំប្រភេទណាមានសត្វកន្លាត
មិនអីទេសត្វកន្លាតត្រូវបានខ្ញុំជន់ស្លាប់ហើយ បងប្រុសសុំទោសបងខ្ញុំខ្លាចសត្វកន្លាតតាំងពីក្មេងបងកុំប្រកាន់អី វាមិនសំខាន់ទេ និយាយអញ្ចឹងបងប្រុសលោកមិនទាន់និយាយទេតើវាជាឆ្នាំអ្វី សាវជាងកុំបន្ទោសខ្ញុំបានទុកចិត្តខ្លាំងណាស់ខ្ញុំពិតជាគ្មានជំរឿទេនាងមានសង្សារឬនៅ ខ្ញុំ ខ្ញុំគ្មានន័យអ្វីផ្សេងទេខ្ញុំមានន័យថាប្រសិនបើនាងមានសង្សារក្រុមហ៊ុនរបស់យើងមានច្រើនទេពកោសល្យវ័យក្មេងខ្ញុំអាចជួយនាងបាន មិនអីទេខ្ញុំមិនមានមិត្តប្រុសទេ គ្មានទេក្មេងស្រីល្អដូចនាងមិនក៏គ្មានអ្នកតាមស្នេហ៍ចឹង អ្នកតាមស្រឡាញ់គឺមានប៉ុន្តែមិនមែនជាប្រភេទដែលខ្ញុំចូលចិត្តទេ ដូច្នេះតើនាងចូលចិត្តប្រភេទអ្វីប្រាប់បងប្រុសជួយរកមើលឲ្យ ខ្ញុំចូលចិត្តបុរសចាស់ទុំនិងស្ថិរភាពដូចជាបងប្រុសឆេនប្រភេទរបស់បងឆេនតើបងមិនអីទេ សាវជាងនាងស្រស់ស្អាតខ្លាំងណាស់ហើយក្មេងទៀតហើយខ្ញុំនេះវិញមិនសមនាងទេ បងឆេនខ្ញុំមិនយល់ស្របអ្វីដែលបងនិយាយទេគេថានិស្សិតស្រីនៅមហាវិទ្យាល័យកាន់ដុំមាសប៉ុន្តែខ្ញុំគិតបងមិនអាចនិយាយអីចឹងទេវាគួរតែជាមធ្យោបាយផ្សេងទៀតបុរសកាន់តែចាស់កាន់តែមិនឲ្យនាងព្រួយចិត្តអ្វីដែលស្ត្រីយកចិត្តទុកដាក់គ្មានអ្វីផ្សេងឡើយគ្រាន់តែចង់ឲ្យបុរសនោះមិនធ្វើឲ្យនាងឈឺចាប់និងថែរក្សានាងមានតែបុរសបែបនេះទេដែលអាចនាំមកសុវត្ថិភាពដល់នាងដូចបងប្រុសឆេនបុរសដូចបងនៅក្នុងភ្នែករបស់ស្ត្រីនោះគឺពិតជារបស់ល្អពេលនេះបើបងមិនទាន់បានរៀបការទេខ្ញុំចង់បានបងណាស់ នាងកំពុងគិតអ្វីហ្នឹង គ្មានអីទេបងឆេនតោះហូបបន្តទៅបង ល្អណាស់ហូបទៅ